សួស្តីបងប្អូនទាំងអស់គ្នាខេសនេះគឺបងស្រីគាត់ចេញមកពីប្រទេសអូស្ត្រាលីហើយស្ថានភាពថ្មីរបស់បងស្រីគឺខូចខាតទាំងស្រុងតែម្ដងទាំងលើនិងទាំងក្រោមពីមុនមកគាត់ធ្លាប់ដាក់ជាប្រភេទខុបថ្មីសេរ៉ាមិកដែរប៉ុន្តែវាអត់ស្អាតវាមានបញ្ហាច្រើនអញ្ចឹងណាអញ្ចឹងគាត់អញ្ជើញមកស្រុកខ្មែរលើកនេះគាត់ចង់ផ្លាស់ប្ដូរខុបថ្មីរបស់គាត់បានមកជួបខ្ញុំហើយខ្ញុំបានធ្វើការផ្លាស់ប្ដូរខុបថ្មីរបស់គាត់ទាំងស្រុងទៅជាប្រភេទខុបថ្មីស៊ីកូនីមវិញនេះគឺជាស្ថានភាពថ្មីរបស់គាត់ដែលខ្ញុំបានធ្វើការសាកល្បងលោមុនពេលដែលយើងភ្ជាប់ថ្មីគាត់សម្រាប់ហើយនេះគឺជាលទ្ធផលសម្រាប់ដែលខ្ញុំបានភ្ជាប់ថ្មីជូនបងស្រីដែលជាប្រភេទគាត់ថ្មីស៊ីកូនីមទាំងអស់តែម្ដងទាំងរូបរាងទាំងពណ៌ទាំងអីគឺស្អាតតែម្ដងញ៉ាំថ្មីញ៉ាំតាពីអីគឺមកអេមជូនបងស្រីតែម្ដងហើយតទៅជាមួយនឹងបញ្ហាអញ្ចាញមកគាត់ដែលឃើញស្នាមក្រហមហ្នឹងគឺដោយសារតែខ្ញុំប្រើប្រាស់ជាប្រភេទថ្មីបដោះសនជូនបងស្រីអញ្ចឹងថ្មីបដោះសនវារៀងសកត់អញ្ចាញទៅធ្វើឲ្យនៅពេលដែលយើងភ្ជាប់ថ្មីពិតប្រាកដមែនទែនភ្លាមទៅធ្វើឲ្យអញ្ចាញគាត់ឡើងរៀងក្រហមបន្តិចហើយនេះជារឿងធម្មតាទេហើយវាក៏ត្រឡប់បាត់ទៅវិញយ៉ាងយូរមួយសប្តាហ៍វានឹងបាត់ត្រឡប់ទៅវិញហើយអាហ្នឹងជារឿងមួយដែលខ្ញុំសប្បាយចិត្តមួយដែរគឺដោយសារតែខ្ញុំធ្វើថ្មីនេះជូនបងស្រីជាងកន្លះឆ្នាំហើយចៃដនគាត់មកលេងស្រុកខ្មែរម្ដងទៀតហើយគាត់បានមកជួបខ្ញុំមក check up ថ្មីរបស់គាត់ស្ថានភាពនេះគឺជាថ្មីរបស់គាត់ដែលខ្ញុំបាន check up ប្រហែលថ្ងៃមុននេះរយៈពេលជាងកន្លះឆ្នាំហើយគឺស្ថានភាពថ្មីរបស់គាត់នៅល្អនៅស្អាតមកអេមតែម្ដងហើយអរគុណបងស្រីដែលគាត់បានចេញមក check up មក follow up ជាមួយពួកយើងបានម្ដងទៀតអរគុណទំនុកចិត្តសម្រាប់បងស្រីហើយគាត់មកលើកនេះអត់ដៃទៅទេគឺគាត់មានជាសូកូឡាផ្ញើឲ្យពួកខ្ញុំទៀតពិតជាអរគុណបងស្រីខ្លាំងមែនទែនដែលមានទំនុកចិត្តមកលើបេក្ខថ្មីមង្គល